a limit x ខិតទៅរក1នៃ x ស្វ័យគុណ anon ដក1នៅលើ x ស្វ័យគុណ m ដកនឹង1អញ្ចឹងបើសិនជាយើងចុះ1ចូលទៅអញ្ចឹងយើងមិនតែបាន1ស្វ័យគុណ m សំដៅ1ស្វ័យគុណ n ដក1នៅលើ1ស្វ័យគុណ m ដក1អញ្ចឹង1ស្វ័យគុណប្រមាណក៏វានៅតែជាមួយដដែលអញ្ចឹងណាអញ្ចឹងយើងមិនតែបានទៀត0លើ0អញ្ចឹងគេទាញបាន limit វាស្មើនឹង limit វាស្មើនឹង limit x ខិតទៅរក1ហើយកន្លែងនេះយើងប្រើតាមរូបមន្ត a ស្វ័យគុណ n ដកនឹង b ស្វ័យគុណ n អញ្ចឹងកន្លែងនេះយើងអាចទាញបាន x ដក1គេតាឲ្យ x ស្វ័យគុណ n ដក1បូកនឹង x ស្វ័យគុណ n ដក2ហើយបូកតរហូតទៅដល់1ហើយទាំងអស់ហ្នឹងចែកនឹង x ស្វ័យគុណ n សំដៅចែកនឹង x ដក1គេតា x ស្វ័យគុណ m បកនឹង1បូកនឹង x ស្វ័យគុណនឹង m ដក2ហើយបូកតរហូតដល់1អញ្ចឹងអូខេបន្តមកយើងធ្វើការសម្រួល x ដក1ចោលទៅមានន័យថាយើងសម្រួល x ដក1ចោលទៅអញ្ចឹងអ្វីដែលនៅសល់គឺ limit x ខិតទៅរក1នៃ x ស្វ័យគុណ n ដក1បូកនឹង x ស្វ័យគុណ n ដកនឹង2ហើយបូកតរហូតទៅដល់1ទាំងអស់ហ្នឹងចែកនឹង x ស្វ័យគុណm ដក1បូកនឹង x ស្វ័យគុណ m ដកនឹង2ហើយបូកតរហូតទៅដល់1អូខេបន្តមកយើងធ្វើការជួសតម្លៃលេខចូលទៅអញ្ចឹងយើងមកទាញបាន1ស្វ័យគុណ m ដក1បូកនឹង1ស្វ័យគុណ m n ដក2ហើយបូកតរហូតទៅដល់1ហើយទាំងអស់ហ្នឹងចែកនឹង1ស្វ័យគុណនឹង m ដក1បូកនឹង1ស្វ័យគុណ m ដក2ហើយបូកតរហូតទៅដល់1ដោយខាងលើនេះវាបូកតគ្នារហូតទៅដល់ n តួហើយខាងក្រោមវាបូកតគ្នារហូតទៅដល់ m តួអញ្ចឹងយើងទាញបានប៉ុណ្ណឹងវាស្មើនឹង m នៅលើសំដៅស្មើនឹង n នៅលើ m អូខេអញ្ចឹងយើងចូលដល់លំហាត់ទី2 b ដែល b វាស្មើនឹង limit x ខិតទៅរក1នៃ1ដកឲ្យ x ស្វ័យគុណ n នៅលើ1ដកនឹង x ស្វ័យគុណ m កាពិតអាពីរហ្នឹងវាដូចតែគ្នាទេគ្រាន់តែអា1ដកនឹង x ស្វ័យគុណ n ហើយមួយទៀត x ស្វ័យគុណ n ដក1អញ្ចឹងទៅវាខុសគ្នាតែបន្តិចទេតែចម្លើយចេញមកគឺដូចគ្នាអញ្ចឹងនេះវាមានរាង0លើ0ដូចគ្នាអញ្ចឹងយើងអាចទៅទាញបានស្មើ limit x ខិតទៅរក1នៃ1ដកនឹង x កតាឲ្យ1បូកនឹង1សំដៅ1បូកនឹង x បូកនឹង x ក្រេបូកនឹង x ស្វ័យគុណ3ហើយបូកតរហូតទៅដល់ x ស្វ័យគុណ n ដក1ហើយទាំងអស់ហ្នឹងចែកជាមួយនឹង1ដកឲ្យ x កតាឲ្យ1បូកនឹង x បូកនឹង x ក្រេបូកនឹង x ស្វ័យគុណ3ហើយបូកតរហូតទៅដល់ m ស្វ័យគុណសំដៅ x ស្វ័យគុណ m ដកនឹង1ហើយយើងធ្វើការសម្រួល1ដក x ចោលដូចគ្នាទៅអញ្ចឹងនៅសល់អ្វីដែលនៅសល់គឺ limit x ខិតទៅរក1នៃ1បូកនឹង x បូកនឹង x ការ៉េហើយបូកនឹង x ស្វ័យគុណ3បូកតរហូតដល់ x ស្វ័យគុណ n ដក1ហើយទាំងអស់ហ្នឹងចែកនឹង1បូកឲ្យ x បូកឲ្យ x ការ៉េបូកឲ្យ x ស្វ័យគុណ3ហើយបូកតរហូតដល់ x ស្វ័យគុណ n ដក1អញ្ចឹងគេទាញបានមានន័យថានៅពេលយើងជួសតម្លៃលេខចូលទៅគឺវាស្មើនឹង1បូកនឹង1បូកនឹង1ការ៉េបូកនឹង1គីបហើយបូកតរហូតដល់1ស្វ័យគុណ n ដក1ហើយទាំងអស់នេះចែកនឹង1បូកនឹង1បូកនឹង1ការ៉េបូកនឹង1ស្វ័យគុណ3ហើយបូកតរហូតដល់1ស្វ័យគុណ n ដក1អញ្ចឹងដោយសារតែខាងលើនេះវាបូកតរហូតដល់ចំនួន n ដងហើយខាងក្រោមនេះវាបូកតគ្នារហូតដល់ចំនួន m ដងចឹងយើងអាចទាញបាន limit របស់យើងគឺស្មើនឹង n នៅលើ m អូខេ